tao chẳng dương bàn phần nắng nè mày đấy này dương bạn đấy nè và to từ tiết dương copy lại là biết copy dươngត្រូវ select ខ្ញុំទាំងអស់ហ្នឹងចាំមើល select ណា select នេះមួយពេលដែលយើង select អានេះដាច់មកវិញដើម្បីឲ្យជាប់ធ្វើម៉េចយើងចុច control ឲ្យជាប់ចុច control ទៅ select ណា2 3 4អញ្ចឹងទៅ4 ដង12អានេះ3 5 ដង15អញ្ចឹង12និង15ត្រូវជា27អញ្ចឹងដើម្បី select ធ្នឹមហ្នឹងណាខ្ញុំត្រូវ select 27ដងណា3 4 5 6 7អញ្ចឹងទៅណាអញ្ចឹងខ្ញុំអត់ចង់អញ្ចឹងទេខ្ញុំចង់ select ម្ដងឲ្យបានទាំងអស់ហ្មងមាន2 3វិធីស្អីចិត្តយើងទី1ខ្ញុំមើលពីចំហៀងចាំមើលរបៀប select ណាបើខ្ញុំ select ពីស្ដាំមកឆ្វេងប៉ះតែបន្តិចជាប់តែបើខ្ញុំ select ពីឆ្វេងមកស្ដាំវិញអត់ជាប់ទេបើចង់ឲ្យជាប់លុះតាតែយើង cover វាអស់ចេះបានជាប់អញ្ចឹងឥឡូវខ្ញុំចង់ select ទៅធ្នឹមទេបើខ្ញុំ select ពីនេះទៅជាប់ទាំងអស់ឃើញទេជាប់ទាំងអស់ខ្ញុំអត់ចង់អញ្ចឹងទេខ្ញុំចង់ទៅជាប់តែធ្នឹមទេខ្ញុំ select ពីឆ្វេងមកស្ដាំវិញខ្ញុំ select បែបនេះមានន័យថាខ្ញុំ cover តែធ្នឹមទេខ្ញុំអត់ធ្វើអញ្ចេះទេតែអញ្ចេះជាប់ទាំងអស់ហើយណាអញ្ចឹងខ្ញុំ select មកអញ្ចេះយើងមើលឃើញជាប់ទាំងអស់តែម្ដងឯងជាប់ទាំងអស់បើ select ដូចខ្ញុំមុនណា1ហើយចុច control ជាប់2 3ច្រើនអាហ្នឹងរបៀប select ទី1មើលឆ្វេងមើលចំហៀងខាងណាក៏បានដែរ select ទៅតែម្ដងហើយទាំងអស់របៀបទី2ខ្ញុំចង់ select អានេះខ្ញុំចុចអានេះឡើង level 0នេះចុចទៅហើយយកមួយណាក៏បានបាទអញ្ចឹងគោលដៅគឺចង់ copy អាហ្នឹងឡើងទៅលើកាលណាយើង copy មានន័យថាយើងរក្សារបស់ចាស់យើងបានរបស់ថ្មីបើសិនជាយើង move មានន័យថាយកអាកន្លែងហ្នឹងទៅដាក់កន្លែងផ្សេងអាហ្នឹងបាត់ហើយបាទអញ្ចឹងរបៀប select គឺយើងចុចទៅលើកន្លែងនេះហើយឬក៏យើងមើលពីចំហៀង select ទាំងអស់ឬក៏ចុចមួយណាងាយស្រួលសម្រាប់យើងយកមួយហ្នឹងទៅណាបាទអញ្ចឹងចូល copy របៀប copy ណាយើងចូល copy ខ្ញុំថាអត់មានកុំព្យូទ័រយើងអាចកត់ត្រាពំមានក៏អនុវត្តមួយទៀតក្នុងព្រឹកណាបាទយើងគេដាក់ថារបៀប copy អញ្ចឹងយើងចូលទៅក្នុង edit បាទ edit ហើយចូលទៅក្នុង move ឬក៏ copy ចូលណាមើល edit move and copy ឃើញទេedit move and copy បានទៅបាទអញ្ចឹងយើងបានផ្ទាំងនេះមកកាលណាយើងចុចលើផ្ទាំងហ្នឹងមានថាវាប្រតិបត្តិការលើផ្ទាំងហ្នឹងកាលណាយើងចុចលើផ្ទាំងនេះប្រតិបត្តិការលើផ្ទាំងនេះចាំមើលរបៀប copy ពីណាទៅដាក់ឯណាតោះអញ្ចឹងខ្ញុំ copy ពីអានេះយកមកដាក់នៅកន្លែងនេះឃើញមកហ៎បាទកុំឲ្យយើងធ្វើអញ្ចេះឧទាហរណ៍ម្ដងទៀតណាឥឡូវខ្ញុំ copy តែខ្ញុំ copy អាហ្នឹងខ្ញុំចុចអានេះយកមកដាក់នេះខុសស្លាកបាត់ឃើញទេ copy យកពីខាងណាទៅដាក់ខាងណាបាទខ្ញុំ copy ខ្ញុំយកពីខាងនេះទៅដាក់កន្លែងនេះបាទអាហ្នឹងដូចយើងបានដឹងហើយណាបាទមកមានបានកត់សភៅទេមានបានកត់ទេសុំមើលទីមើលអត់បានសរសេរ
គុណនឹង600ណាអាហ្នឹងគឺសម្រាប់នឹង6ម៉ែត្រនិង7ម៉ែត្រអូខេហើយមួយទៀត250គុណនឹង500អាហ្នឹងគឺសម្រាប់នឹង5ម៉ែត្រអូខេអត់ចានៅពេលដែលយើង copy ឡើងយើងយកម៉ៅមកដាក់លើវាណាយើងដាក់លើវាអញ្ចឹងហ៎តែដាក់ទៅវាថាជានឹងដែរ2ទឹក3ទឹកកន្លះខុសបាត់ការពិតក្នុងនេះខ្ញុំត្រូវយក3ទឹក6ទឹកមែនទេដល់ទៅពេលយើងគូ2មកវាត្រូវដូចអាក្រមយើងយក2ទឹកគុណនឹង3ទឹកកន្លះអញ្ចឹងត្រូវដូរមកកាត់ណាឥឡូវយើងដូរមកកាត់អញ្ចឹងខ្ញុំនេះយើងត្រូវស្រេចវាយកខ្ញុំនេះខ្ញុំនេះ1 2 3ទាំងអស់វាមាន5ជួរអញ្ចឹងត្រូវ15ស្រេចហើយបាទអញ្ចឹងខ្ញុំស្រេចមួយទៀតគឺកុំឲ្យដល់15ស្រេចអញ្ចឹងលេខបន្តិចឲ្យបានទាំងអស់ហ្មងណាបាទអញ្ចឹងខ្ញុំស្រេចហ៎នៅស្រេចឃើញទេអញ្ចឹង1 2 3ឃើញទេខ្ញុំចង់ស្រេចខ្ញុំ6ម៉ែត្រនិង7ម៉ែត្រដែលមានទិសដៅទៅខាងហ្នឹងទាំងអស់មាន5ធ្នឹម5ជួរ1 2 3 4 5ធ្នឹមហ្នឹងខ្ញុំត្រូវការយកមុខកាត់វា3ទឹក6ទឹកមូលហេតុកាលពីខ្ញុំ copy មកអាហ្នឹងវា2ទឹកគុណហ្នឹង3ទឹកកន្លះទេហើយទេមកធ្វើម៉េចស្រេចឲ្យបានប៉ុណ្ណឹងមើលម៉េចហើយហើយនៅបាទខាងនេះមិនដែរហើយណាអូខេអញ្ចឹងយើងដូរមុខកាត់យើងបើកទៅលើ e នេះ e ណាបាទបើកលើ e មើលឥឡូវខ្ញុំលុបអាខ្លះចេញកុំឲ្យវាពាក់ព័ន្ធគ្នាព្រោះខ្ញុំវាកាល់ពីច្រើនទៅវាឆ្លងគ្នាមកបាទអញ្ចឹងធ្នឹមហ្នឹងមកកាត់វា3ទឹក6ទឹកអញ្ចឹងយើងជ្រើធ្នឹមទៅរបស់ខ្ញុំវាអត់តាន់បង្កើតផង3ទឹក6ទឹកដងទៀតណា RC beam ខ្ញុំបង្កើតនេះសិន36បាទ3ទឹក6ទឹកបើយើងមាននៅបាទអញ្ចឹងយើង select វាមកណា apply អូខេណាអញ្ចឹងធ្នឹមយើងនេះឡើង3ទឹក6ទឹកហើយដូចគ្នាដែរចំពោះធ្នឹមនេះវិញយើងយក2ទឹកកន្លះ5ទឹកបាទអញ្ចឹងយើងមើលប្លង់វាទៅនេះធ្នឹមនេះណាអូខេនេះយើងមើលនេះប្លង់នេះប្លង់ទៅនេះអានេះគឺប្លង់x អាឡើងមើលនេះ z អាហ្នឹងគាត់ជុំចង់មើលទៅនេះគឺត្រូវមើលប្លង់ z x រីឯប្លង់មកពីនេះវិញគឺជាប្លង់ z y អញ្ចឹងបើខ្ញុំចង់មើលមកពីនេះគឺត្រូវមើលប្លង់ z y រីឯប្លង់ x y គឺជាប្លង់មើលពីលើតោះនេះឥឡូវនេះខ្ញុំចង់សម្រេចពណ៌នេះអញ្ចឹងខ្ញុំមើលពីប្លង់ខាងនេះដើម្បីវិជ្ជាភាពនេះវិជ្ជាភាពទៅបានជួលទៅមកតែបើខ្ញុំមើលពីនេះទៅអានេះអត់ឃើញទេតែក៏សម្រេចបានដូចគ្នាណាមើលប្លង់ណាក៏សម្រេចបានដូចគ្នាឥឡូវខ្ញុំលេចយើងមើលចាំមើលណាអូខេហើយយើងមាន2ទៀតនេះយើងមើលនេះអានេះក៏ប្លង់ zx zy អាខាងនេះក៏ zx zy ប៉ុន្តែអានេះគឺសម្រាប់ 2D អានេះសម្រាប់ 3D ឥឡូវខ្ញុំចង់ select ខ្ញុំទូចនេះមើលពីខាងណាក៏បានដែរឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំមើលប្លង់ zx ចាំមើល zx ខ្ញុំនឹងកន្លែងនេះខ្ញុំ select 1 2 3 4ឃើញទេបានជួរហ្នឹងតែបើខ្ញុំថាទេខ្ញុំអត់ចង់មើល zx ទេខ្ញុំចង់មើល zy វិញនេះ zy អញ្ចឹងខ្ញុំ select ក្នុងនេះ1 2 3 4បានយើងដែរអញ្ចឹងសំខាន់លើយើងយល់ណាបើយើងមើលពីនេះទៅយើង select ទៅក្នុងនេះបានក្នុងនេះហើយពីព្រោះបើយើង select ទាំងអស់ទប់ទាំងគ្នាទាំងឯងតែបើយើងមើលពីនេះវិញយើង select ជួរនេះ
នេះមើលតាមប្លង់យើងនេះអញ្ចឹងមើលពីណាក៏បានដូចគ្នាក៏ select នឹងបានដូចគ្នាឲ្យតែយើងយល់ទៅវាបើយើងមើលពីនេះទៅវាថាអានេះអត់ធ្វើជាវាបានអញ្ចឹងយើង select តែតំណនេះលើតំណនេះលើតំណនេះតំណនេះតែបើយើងមើលពីនេះវិញយើង select តាមកណ្ដាលនេះតែយើង select តំណជាប់អានេះលើដល់នេះពីព្រោះបើសិនជាយើង select តែនេះវិញជាប់ទាំងអស់ហ្មងឬក៏ថាធ្វើមិនខ្លះឲ្យ select បានប៉ុណ្ណឹងបាទពីទឹកកន្លះ5ទឹកអញ្ចឹងយើងដូរទៅពីទឹកកន្លះ5ទឹកខ្ញុំច្រឡំលុបដៃបាត់ហើយមិញខ្ញុំជើបង្កើតផាតថ្មីមួយទៀត25 5 ជា5 5ថាមានហើយ25 5បាទអញ្ចឹងយើងយក25 5ណាបាទចូលបានមិនដូរមុខកាត់ហ្នឹងឯងដូរមុខកាត់ចូលហើយនេះអក្សរ I ហ្នឹងហើយបាន section ហ្នឹងអញ្ចឹងបានប៉ុណ្្នឹងហើយណាហើយបានប៉ុណ្្នឹងសិនណាមកចាំយើងទៅមុខទៀតបាននៅយើងប្រើពាក្យថា train floor train បាទស៊ីផុងពីបារាំងម៉ាយយើងមកថាស៊ីផុងតែខ្ញុំទៅយើងហៅស៊ីផុងខាងបារាំងចាក់ពីដើមហើយជាប់យ៉ាងរហូតទៅឥឡូវនឹងរៀនវាចង់ដូរពីបាននឹងដូរថាម៉េចបើយើងដាក់អីផ្សេងទៅមកគុំអូវាត្រូវអីក៏ត្រូវអីទៅជាវាស្គាល់ស៊ីផុង floor train អត់ទៅស្គាល់ថាអត់ដែរបាទតែស៊ីផុងក៏ពីអង់គ្លេសដែរអត់ពីបារាំងដែរពីបរទេសដែរតែគេស្គាល់ណាដូចយើងនិយាយ